នៅក្នុងក្របខ័ណ្ឌអាស៊ានដែលចូលរួមដោះស្រាយជម្លោះកម្ពុជាគឺมันបានគិតទៅលើបញ្ហាសមរភូមិយោធានោះទេតែគិតខ្លាំងទៅលើបញ្ហាការបង្រួមជាតិផ្សះផ្សាជាតិចំណុចនេះហើយដែលខ្ញុំសូមសម្ដែងនៅការគោរពចំពោះមេដឹកនាំអាស៊ាននៅជំនាន់នោះមេរៀនប្រវត្តិសាស្ត្រនេះនៅតែមានតម្លៃមកដល់បច្ចុប្បន្ននៅត្រង់ចំណុចថាបើទោះបីជាអាស៊ានចាត់ទុករដ្ឋាភិបាលណាមួយមិនស្របច្បាប់ក៏ដោយដើម្បីសន្តិសុខសន្តិភាពនិងស្ថិរភាពរួមអាស៊ាននៅតែបន្តជំរុញការចរចាទាំងផ្លូវការនិងមិនផ្លូវការទាំងបើកចំហនិងសម្ងាត់ដើម្បីផលប្រយោជន៍ធំដែលមិនអាចតកាត់ថ្លៃបាននោះគឺសន្តិភាពសម្រាប់តំបន់ទាំងមូលអាស៊ានគ្មានការអល់ឯកឬខ្លាចបាត់បង់កិត្តិយសដោយសារការតាក់ទងជាមួយប្រទេសកុម្មុយនីសឬប្រទេសមិនមានឯករាជ្យពេញលេញនោះទេព្រោះសន្តិភាពសម្រាប់តំបន់ទាំងមូលមានសារៈសំខាន់ជាងភាពត្រឹមត្រូវផ្នែកមនោគមវិជ្ជាដែលអរូបីទៅទៀតប្រជាជនគឺរស់និងសន្តិភាពអាស្រ័យប្រជាជនអាចស្លាប់ដោយមនោគមវិជ្ជាដូច្នេះយើងអាចវាយតម្លៃបានថាអាស៊ាននៅពេលនោះបានប្រចាំភ្ជាប់នៅលទ្ធិប្រកបនិយមមួយកម្រិតនៅក្នុងពេលដែលអាស៊ានបានចរចាជាមួយនឹងរដ្ឋាភិបាលក្រុងភ្នំពេញដែលពួកគេគិតថាមិនស្របច្បាប់អាស៊ានបានគោរពភាពជាម្ចាស់និងសិទ្ធិស្វ័យសម្រេចរបស់កម្ពុជាដោយមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងកម្ពុជានោះទេតែអាស៊ានបានចូលរួមសម្របសម្រួលកិច្ចការសន្ទនារវាងភាគីពាក់ព័ន្ធទាំងអស់របស់កម្ពុជាដោយមានការស្នើសុំនិងការទទួលស្គាល់តួនាទីរបស់អាស៊ានពីគ្រប់ភាគីពាក់ព័ន្ធចំណុចនេះវាសំខាន់ណាស់ហើយវាក៏អំណោយផលភាគីកម្ពុជាពេលនោះទោះបីមានរដ្ឋាភិបាលពីរក៏ប៉ុន្តែភាគីកម្ពុជាមានរហូតដល់4ស្មុគស្មាញណាស់ប៉ុន្តែភាគីទាំងអស់សុទ្ធតែទទួលស្គាល់តួនាទីរបស់អាស៊ានដូច្នេះក៏បង្កលក្ខណៈឲ្យអាស៊ានសម្របសម្រួលទៅលើបញ្ហាទាំងអស់នេះខ្ញុំជាអ្នកតួអង្គចរចាដោយផ្ទាល់ហើយដៃគូចរចារបស់ខ្ញុំគឺច្រើនណាស់ខ្ញុំមិនបានឃើញអាស៊ានលូកដៃចូលកិច្ចការតាក់ទងជាមួយនឹងអ្វីដែលភាពត្រូវគ្នានិងភាពខុសគ្នារបស់កម្ពុជាទេគឺទុកឲ្យភាគីកម្ពុជាស្រស់ស្រួលដោយខ្លួនឯងចំណុចនេះគឺជាចំណុចពិសេសដែលខ្ញុំសូមលើកជាការគោរពចំពោះភាពស៊ីវិល័យរបស់អាស៊ានខ្ញុំសូមគូបញ្ជាក់សារជាថ្មីថាមុននឹងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ1991អាស៊ានគឺជាតួអង្គនាំមុខជួយត្រួសត្រាយផ្លូវឲ្យមានការចរចារវាងភាគីទាំង4របស់កម្ពុជាក្រោយពេលដែលយើងបានរៀបចំរាជរដ្ឋាភិបាលនៅក្រោយការបោះឆ្នោតឆ្នាំ1993យើងក៏ចាប់ផ្ដើមមានទំនាក់ទំនងការទូតពេញមុខពេញមាត់ជាមួយនឹងបណ្ដាប្រទេសអាស៊ានឡើងវិញហើយខ្ញុំក៏បានសម្លឹងឃើញឱកាសជាច្រើននិងភាពចាំបាច់ជាយុទ្ធសាស្ត្រដែលកម្ពុជាត្រូវខិតខំចូលជាសមាជិកអាស៊ានឲ្យបានហើយក្រោមការដឹកនាំរបស់ខ្ញុំបាននាំកម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃទី30ខែមេសាឆ្នាំ1999ដែលមានន័យថានៅចុងខែមេសាកន្លងទៅនេះជាខួបលើកទី26ឆ្នាំនៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា
ការចូលជាសមាជិកអាស៊ានគឺជាជំរើសការទូតជាប្រវត្តិសាស្ត្រដែលសំខាន់បំផុតមួយរបស់កម្ពុជាដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាលើធម្មភាពនិងវិសាលភាពការទូតរបស់កម្ពុជានេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រនិងជាប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវបំផុតមួយរបស់កម្ពុជាដែលមានវិសាលភាពធំទូលាយមិនត្រឹមតែទៅលើទិដ្ឋភាពនយោបាយការទូតសេដ្ឋកិច្ចវប្បធម៌នោះទេតែថែមទាំងលើទិដ្ឋភាពអភិបាលកិច្ចរដ្ឋផងដែរដូច្នេះអាស៊ានពិតជាមានទីតាំងពិសេសនៅក្នុងបេះដូងនិងការចងចាំរបស់ខ្ញុំ